លនឹងការសិក្សាការងារឬអាជីវកម្មមែនទេតែចង់ពង្រឹងសមត្ថភាពភាសាអង់គ្លេសឬចិនមែនអត់សម្រាប់ខ្ញុំប្រាប់ថាសិក្សាភាសាអង់គ្លេសឬចិនត្រឹមតែ3ថ្ងៃក្នុងមួយសប្តាហ៍ហើយទទួលបានសញ្ញាបត្រពី AII ជឿអត់មែនហើយចំពោះកម្មវិធីសិក្សា GEP Plus សម្រាប់ភាសាអង់គ្លេសនិង GCP Plus សម្រាប់ភាសាចិនកាលវិភាគសិក្សាមានថ្ងៃច័ន្ទថ្ងៃពុធនិងថ្ងៃសុក្ររយៈពេល90នាទីក្នុងមួយថ្ងៃយើងចាប់ផ្ដើមសិក្សាពីម៉ោង 5:30 នាទីឬ 6 ល្ងាចដូច្នេះសិស្សានុសិស្សអាចជ្រើសរើសកាលវិភាគដោយខ្លួនឯងបានក្រៅពីសញ្ញាបត្រ AII សិស្សានុសិស្សនឹងទទួលបានសញ្ញាបត្រ TOEFL ឬ HSK ដែលអាចដាក់ពាក្យសិក្សាសាកលវិទ្យាល័យនៅប្រទេសក្រៅនិងមានឱកាសទទួលបានការងារនៅទីនោះផងដែរប្រញាប់ឡើងឥឡូវនេះ AII ផ្ដល់ជូនអាហារូបករណ៍រហូតដល់ 75% ហើយចាំដល់ណាទៀតមកចុះឈ្មោះឥឡូវហ្នឹងមក